ទស្សនិកជនជាទីមេត្រីឯកឧត្តមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអះអាងថាតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកម្ពុជាជាប់ចំណាត់ថ្នាក់លេខ10លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ក្នុងនោះគោលដៅ95តាមរយៈវឌ្ឍនភាពថ្មីកម្ពុជាអាចនឹងសម្រេចបានលើសពី89នៃគោលដៅ95ទី1បច្ចុប្បន្នសម្រេចបាន89 98 ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ឹងម៉ូលីយ៉ាងដូចនេះក្នុងឱកាសអញ្ជើញធ្វើបទកថាស្ដីអំពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនារសៀលថ្ងៃទី30ខែមេសាឆ្នាំ2025នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងហើយកម្មវិធីនេះរៀបចំឡើងដើម្បីបង្កើនការយល់ដឹងនិងការចូលរួមប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍អញ្ជើញចូលរួមនៅក្នុងកម្មវិធីបទកថារួមមានអាដាមសាស្ត្រាចារ្យសាកលវិទ្យាធិការឯកឧត្តមអនុប្រធានអគ្គលេខាធិការអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បុគ្គលិកអង្គការសុខភាពបរិសុទ្ធនិងសាកលវិទ្យាធិការរងមន្ត្រីព្រមទាំងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង200នាក់ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់បញ្ជាក់ថាបើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028មានការចូលរួមនិងគាំទ្រយ៉ាងសកម្មពីគ្រប់ក្រសួងស្ថាប័នភាគីពាក់ព័ន្ធព្រមទាំងមានកិច្ចសហការគ្នាបានល្អលោកចំណុចខ្វះខាតដែលកំពុងកើតមានទាំងប៉ុន្មាននឹងត្រូវបានកែលម្អជាមិនខានដែលទីបំផុតការឆ្លើយតបចំពោះមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជានឹងទទួលជោគជ័យយ៉ាងធំធេងជាមិនខានហើយការងារឆ្លើយតបនឹងមេរោគអេដស៍ជាការងារពហុវិស័យរួមទាំងវិស័យសុខាភិបាលផងដែរការងារនេះត្រូវមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើនអាដាមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាដោយសារតែមានការពាក់ព័ន្ធពីតួអង្គជាច្រើនដើម្បីឆ្លើយតបទៅនឹងមេរោគអេដស៍ទើបអង្គការ UNAIDSបានដាក់ចេញនៅគោលការណ៍3គឺយុទ្ធសាស្ត្រឬក៏ក្របខ័ណ្ឌផែនការសកម្មភាពតែមួយស្ថាប័នសម្របសម្រួលតែមួយនិងប្រព័ន្ធតាមដានវិតម្លៃតែមួយទន្ទឹមនឹងនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏ត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ជាពហុវិស័យហើយនៅរៀងរាល់5ឆ្នាំម្ដងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំយុទ្ធសាស្ត្រគោលនយោបាយក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ក៏ប៉ុន្តែកាលពីឆ្នាំ2024កន្លងមកនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រនៃគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ឆ្នាំ2023-2028អាដាមទេសរដ្ឋមន្ត្រីបានបន្ថែមថាបទពិសោធន៍ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាក្នុងពេលកន្លងមកឲ្យឃើញថាគោលការណ៍រួម3គឺភាពជាម្ចាស់ឬភាពជាអ្នកដឹកនាំភាពជាដៃគូនិងការវិនិយោគបានជួយជំរុញការអនុវត្តកម្មវិធីអេដស៍ឲ្យទទួលលទ្ធផលល្អគួរជាទីមោទនៈ